ចឹងវិធីទិញអីវ៉ាន់នៅក្នុង app Lazada ឧទាហរណ៍ថាខ្ញុំត្រូវការទិញអីវ៉ាន់នីមួយចុះខ្ញុំទិញ2អីវ៉ាន់ចឹងខ្ញុំចូលទៅអីវ៉ាន់នឹងមួយមកយើងអាច add to cart មួយទេ add to cart ចឹងទៅមកខ្ញុំទិញមួយទៀតទិញមួយនេះមួយទៀតចុះចឹងខ្ញុំ add to cart មួយដែរចឹងដើម្បីរកបានយើង add to cart ចូលកន្លែងនេះអូខេដកចឹងដោយសារខ្ញុំបានទីអាមុនមកចឹងថយយើងត្រូវការបានមួយនេះមួយហើយមួយនេះមួយចុះចឹងយើងចុចពាក្យថា check out ចឹងដល់ពេលយើង check out ហើយអីវ៉ាន់ហ្នឹងប្រកាសជាបើយកទៅចូល Visa card ទេវាចេញលេខ Visa card ទេវាចេញ cash on delivery ត្រង់ហ្នឹងចឹងយើង use all method យើងជ្រើសរើសខាងក្រោមយកពាក្យថា credit debit card ចឹង card number នេះគឺជាលេខ14ខ្ទង់របស់ card របស់យើងចឹង expiry នេះមានន័យថាយើងបញ្ចូលលេខថ្ងៃខែផុតកំណត់នៃ card របស់យើងហើយត្រង់នេះឈ្មោះ card របស់យើងឈ្មោះអីជាឈ្មោះរបស់យើងត្រង់ហ្នឹងហើយចំណែក CVV នេះគឺជាលេខកូដ3ខ្ទង់នៅនឹង card របស់យើងផ្ទាល់អញ្ចឹងបន្ទាប់ពីយើងបញ្ចូលហើយចុច confirm selection ដល់ពេល confirm selection ហើយវាគាត់ជាចេញដូចខ្ញុំអញ្ចឹងដល់ពេលយើងចង់ទិញយើងគ្រាន់តែចុច place order គឺយើងទិញបានសម្រេចហើយអញ្ចឹងដើម្បីទិញបានមានតែប៉ុណ្្នឹងហើយ